គុណទាំងអស់គ្នាបាទថ្ងៃនេះគឺចេញទៅមួយឈុតទៀតហើយបាទនៅច្រើនឈុតប្រហែលជាចូល10ឈុតជាងទៀតនោះបាទបងប្អូនណាប៉ុន្តែនៅពេលនេះគឺគ្រូចេញទៅមួយឈុតទៀតហើយនេះគឺផ្នែកខាងដៃគូដែលធ្វើឲ្យដៃគូស្រឡាញ់គ្នាមិនទៅណាប្រែចិត្តប្រែកាយហើយក៏មួនស្នេហ៍ចង់បញ្ជាក់ថាយើងសាងចេញពីផ្កាវទាលធ្វើកិច្ច7យប់7ថ្ងៃក្នុងថ្ងៃខែដាច់ខែឆ្លងឆ្នាំនៅលើកំពូលភ្នំកលែននៅវត្តចាស់បានធ្វើពិធីកិច្ចកមួនស្នេហ៍នឹងហើយក៏ចិត្តអស់ទៀតដែរមកបាទហើយបានហ្នឹងហើយយកមកធ្វើពិធីកិច្ចសម្រាប់ឲ្យកមួនស្នេហ៍នេះមិនត្រឹមតែដៃគូប្តីប្រពន្ធទេសម្រាប់រ៉ូស៊ីគឺលេខ1ព្រោះយើងផ្កាប្រទាល100មុខហើយធ្វើវិធីកិច្ចត្រឹមត្រូវហើយកិច្ចនេះកមួនស្នេហ៍នេះគឺជួយបើយើងលាបប្របីមាត់ទៅយាយទៅកាន់អ្នកណាក៏ដោយក៏ចូលចិត្តអាណិតស្រឡាញ់ចោមរុំលើយើងតែម្ដងហើយបើលើកលើលៀបទៅលើវងភ័ក្ររបស់យើងវិញធ្វើឲ្យវងភ័ក្ររបស់យើងភ្លឺចែងចាងដូចព្រះពុនរាយធ្វើឲ្យយើងគេចូលចិត្តអាណិតស្រឡាញ់ហើយរៀបនៅលើជ្រុងសក់ទៅលើក្បាលរបស់យើងខ្លាចជាលើករាសីល្អប្រសើរបីហើយបើយើងបៀកជាប់នឹងដៃហាណាយកទាំងឯទៅលើនារីនោះចាប់ចិត្តប្រតិបត្តិស្នេហាមកលើយើងហើយចំណែកអដ្ឋានរួមរយៈនេះគឺធ្វើឲ្យដៃគូមានអារម្មណ៍ត្រេកត្រអាលរួមចិត្តរួមឆ្លើមរួមមេត្រីរួមសេចក្តីស្រឡាញ់មកគ្នាវត្ថុដែលខ្ញុំសាងវាអត់ប៉ះពាល់ដល់ជោគជតារាសីអត់ប៉ះពាល់ដល់គ្រួសារទេមានតែរក្សាសុភមង្គលឲ្យគ្រួសារមានសេចក្តីសុខព្រោះយើងបានដាក់រូបថតនៅក្នុងរូបអដ្ឋានហើយរូបអដ្ឋានដែលអមនេះគឺសិតតែរបស់មង្គលគឺប្រទាលនឹងតែម្ដងឆឹកគុណយកទៅហែងណាថ្ងៃនេះ